នៅឯខេត្តហឺប្រទេសវៀតណាមវិចិត្រករវ៉ូង៉ុកហុងជាមនុស្សមានភាពច្នៃប្រឌិតនិងប៉ិនប្រសប់ក្នុងការកែច្នៃស្លឹកឈើធម្មជាតិឲ្យទៅជាវត្ថុសិល្បៈដែលជាប់មាំល្អលោកវ៉ូង៉ុកហុងត្រូវបានគេហៅនៅប្រទេសវៀតណាមថាជាស្ដេចស្លឹកឈើហើយវត្ថុសិល្បៈធ្វើពីស្លឹកឈើជាស្នាដៃរបស់លោកគឺគេអាចយកទៅប្រើប្រាស់បានឬក៏អាចយកទៅពាក់បានផងដែរវត្ថុសិល្បៈទាំងនោះរួមមានដូចជាផ្លិតឆ័ត្រកាបូបដៃនិងដួនលោកវ៉ុងង៉ុកហុងបានរៀបរាប់ពីដំណើរការនៃការធ្វើវត្ថុសិល្បៈពីស្លឹកឈើនេះថាដំបូងឡើយគឺគេត្រូវបេះនិងប្រមូលស្លឹកឈើយកមកទុកហើយបន្ទាប់មកត្រូវស្ងោរស្លឹកឈើដើម្បីបំបត្តិក្លិនស្លឹកឈើដែលនឹងរលួយនិងត្រាំក្នុងទឹក baking soda រយៈពេល1ខែកន្លះទើបយកស្លឹកឈើនោះចេញនិងសម្អាតទុកតែគ្រោងស្លឹកតែប៉ុណ្ណោះក្រោយពេលសម្អាតរួចគាត់ត្រូវពិនិត្យឲ្យអស់ដើម្បីកុំឲ្យមានស្នាមប្រឡាក់ហើយបន្ទាប់មកត្រូវរៀបចំស្លឹកឈើទៅតាមរាងរបស់វត្ថុសិល្បៈដែលគាត់ចង់ធ្វើ